យោហ្វិនជាទីស្រឡាញ់ទាំងអស់គ្នានេតិហៀកទូដូចសង្ខ្ចាមកទៀតតៃអូយបងប្អូនហើយបងប្អូនណាខ្លះចាំឲ្យម៉ាក់បេឡាផុសបរោះវីដេអូជើងរបស់គាត់នេះម៉ាក់បេឡាដូចចាំម៉ែមកពីផ្សារអញ្ចឹងអូយបងប្អូនហើយបងប្អូនមើលជើងគាត់នេះពីថាជើងរបស់គាត់នេះទាំងដទាំងហើមទាំងខ្ទុះទាំងខ្លាយបងប្អូនចង់ដឹងមូលហេតុទេដែលសារតែគាត់អត់តមញ៉ាំទី1ទី2ដែលសារតែគាត់អាសាពាក់ជាមួយនឹងប៉ាតាប៊ូខ្លាំងមែនតែម្ដងឲ្យគាត់ដើរច្រើនហើយពាក់ស្រោមជើងសឹងថា24ម៉ោងឲ្យធ្វើឲ្យគាត់មានអារម្មណ៍ថាបែកញើសជើងហើយវាដវាខ្លាយវាខ្ទុះវាក្លិននៅក្នុងនឹងតែមួយហ្មងបងប្អូនមើលជើងគាត់បងប្អូនក្រហមក៏ក្រហមខ្មៅក៏ខ្មៅខ្ទុះក៏ខ្ទុះខ្លាយក៏ខ្លាយឥឡូវនេះបងប្អូនយើងធ្វើការកាត់សម្អាតគាត់ឲ្យស្អាតហើយបងខាងនោះបងប្អូនអើយខ្ញុំនិយាយមែនសិតតែជើងហើមជើងខ្ទុះទាំងអស់តែម្ដងណានេះហើយបងប្អូនអើយមូលហេតុនេះហើយបានម៉ាក់បេឡាមិនសូវបានផុសវីដេអូឲ្យបងទាំងអស់គ្នាបានមើលបងប្អូនមានឃើញខ្នែង2ខាងនោះអត់បងប្អូនអានឹងជើងរបស់គាត់មកខាងទៀតណាបងប្អូននិយាយទៅជើងរបស់គាត់ម៉ាក់បេឡាបានថតគ្រប់វីដេអូហ្នឹងបងប្អូនអើយគាត់ថាជើងខ្លះរៀងចិញ្ចៀមច្រើនណាម៉ាក់បេឡាអត់ផុសទេនិយាយទៅយល់អារម្មណ៍បងទាំងអស់គ្នាខ្លាំងមែនតើចង់ឲ្យម៉ាក់បេឡាផុសតែជាក្រាញ់ខ្លាំងចូលចិត្តមើលវីដេអូការកាត់តែជាក្រាញ់របស់ម៉ាក់បេឡាច្បាស់មួយខ្លឹមតំណងហើយជាតិចាអ្នកណាមិនល្បីការកាត់តែជាក្រាញ់របស់ម៉ាក់បេឡាល្បីដោយសារតែការកាត់តែជាក្រាញ់ស្អាតល្បីដោយសារតែកាត់តែជាក្រាញ់តំណងល្បីដោយសារតែទឹកដៃហើយនិងសមត្ថភាពអញ្ចឹងបើចូលចិត្តជាមួយនឹងការកាត់តែជាក្រាញ់របស់ម៉ាក់បេឡាកុំភ្លេចជួយ like share comment ឲ្យម៉ាក់បេឡាម្នាក់មួយផងបងប្អូនហើយនេះបងប្អូនជាសារដាស់តឿនដល់បងទាំងអស់គ្នាដែលគាត់មានបញ្ហាតែជាក្រាញ់បងប្អូនស្រោតមករអ្នកដែលគាត់មានជំនាញបងប្អូនគិតថាកន្លែងណាដែលបងប្អូនទាំងអស់គ្នាទុកចិត្តឲ្យមានជំនាញធ្វើខាងតែជាក្រាញ់ហ្នឹងបងប្អូនទាំងអស់គ្នាទៅមិនចាំបាច់ថាអូតើតមកហាងម៉ាក់បេឡាទេព្រោះនៅក្នុងស្រុកខ្មែរក៏មានអ្នកមានជំនាញកាត់តិចក្រាញ់ដែរបងប្អូនគាត់ថាមិនទលំទលាយអីប្រហែលទេអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងណាដែលមានសាឡនចាទុកចិត្តគាត់ឲ្យគាត់ធ្វើចាបងប្អូនទាំងអស់គ្នាទៅធ្វើទៅកុំទុកជើងឲ្យហើមបើបងប្អូនទាំងអស់គ្នាទុកជើងឲ្យហើមមកបងប្អូនជើងគឺប្រកាសណាស់ដឹងតែខ្លាយដឹងតែឈឺហើមខ្ទុះខ្លាំងលើសដើមបងប្អូនចង់ទុករាប់ខែរាប់ឆ្នាំក៏នៅតែឈឺហើមខ្ទុះដែរព្រោះដោយសារតែជើងយើងមានខ្នែងមានកញ្ចក់នៅក្នុងនឹងដោះកប់មានស្បែកមានអីនៅក្នុងនឹងណាបានជើងយើងណាឈឺហើយឈឺទៀតហើមហើយហើមទៀតមិនចេះបាត់មិនចេះជារបៀបហើមហើយស្រក់ហើយហើមហើយស្រក់បងប្អូនរបៀបថាអត់ជាហ្មងរាប់ខែរាប់ឆ្នាំហើយបងប្អូនទាំងអស់គ្នាគាត់តែងតែឆ្ងល់ថាហេតុអីមករបួសក្រៀមហើយមិនក៏មិនព្រមជាទៅហេតុអីពេលដែលដើរច្រើនតិចឬក៏ពេលដែលញ៉ាំអីមិនស្រួលហ្នឹងដឹងតែកខ្ទុះដឹងតែហើមមកវិញអានឹងមូលហេតុយើងមានខ្នែងកញ្ចក់នៅក្នុងហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាមិនចង់ឲ្យជើងហើមជើងឈឺទេបងប្អូនកាត់សម្អាតខ្នែងហ្នឹងឲ្យស្អាតហើយកុំភ្លេចតមញ៉ាំដូចជាសាច់គោគ្រឿងសមុទ្ររបស់ផ្អាប់សាច់ទាសាច់មាន់កុំឲ្យត្រូវទឹកផងបងប្អូនទាំងអស់គ្នាដែលសារតែត្រូវទឹកមើលជើងលោកពូជាគំរូបងប្អូនត្រូវទឹកជើងរបស់គាត់គឺរិចស្គួយផ្អៀករហូតហ្មងហើយតមញ៉ាំហ្នឹងមិនមែនតមញ៉ាំតែជើងអ្នកដែលគាត់មានបញ្ហាជាក្រាញ់ខ្លាំងឯអ្នកដែលគាត់កាត់សាច់កាត់តិចក្រាញ់មានឈាមមានអីហូរម៉ែវឬក៏ដាច់សាច់អីអញ្ចឹងណាបងប្អូនកុំភ្លេចតមញ៉ាំបើសិនជើងបងប្អូនទាំងអស់គ្នាខ្លាយតែបើសិនជាជើងបងប្អូនទាំងអស់គ្នាអត់ខ្លាយទេបាច់តមញ៉ាំក៏បានដែរនេះបងប្អូនអើយខ្នែងរបស់គាត់នេះនិយាយពីថាឡងឡាម្ដុំធំប៉ុណ្ណាណៃហ្មងណាហើយបើជើងមកចំហៀងទៀតខាងនោះបងប្អូនចាប់ខ្ញុំតវគ្គ2ឲ្យបងទាំងអស់គ្នាមើលអញ្ចឹងបើបងប្អូនទាំងអស់គ្នាដែលគាត់ចង់មើលវីដេអូជើងគាត់មកខាងនេះទៀតណាចាចង់ប្រាប់ថាអាខាងនេះញាក់សាច់សាហាវព្រៃសៃហ្មងចង់មើល complete like comment ហើយ share វីដេអូឲ្យម៉ាក់បេឡាម្នាក់មួយទៅដើម្បីឲ្យម៉ាក់បេឡាផុសវីដេអូថ្មីឲ្យបងទាំងអស់គ្នាបានមើលទៀតប្រយោជន៍ច្រើនម៉ាក់បេឡានឹងដាក់ជើងរបស់គាត់មកចំហៀងខាងនោះឲ្យបងទាំងអស់គ្នាបានមើលចង់ប្រាប់ថាមកចំហៀងខាងនោះបងប្អូនបានមើលហើយដឹងតែជក់ចិត្តដិតអារម្មណ៍ហ្មងព្រោះបងប្អូនឃើញអត់គល់គាត់មកចំហៀងធំណាស់បងប្អូនមិនទូទេហើយបើខាងមកខាងទៀតដែលអត់ទាន់ឆ្កោះហ្នឹងរត់តែធំទៀតហើយជាចុងក្រោយគឺអរគុណដល់បងទាំងអស់គ្នាដែលគាត់ជួយ share like comment ហើយនឹងឲ្យ feedback ល្អឲ្យម៉ាក់បេឡាអរគុណខ្លាំងមែនទែនសម្រាប់ការ support សេវាកម្មមួយនេះបើចង់មកអាចមកបានទីតាំងនៅខាងស្ទឹងមានជ័យថ្មីបងប្អូនអាចតាក់ទងតាម